បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃសុក្រ3រោចខែអាសត់ឆ្នាំម្សាញ់សប្តាហ៍ស័កពុរសករាជ2569ត្រូវនៅថ្ងៃទី10ខែតុលាឆ្នាំ2025បាទថ្ងៃនេះចុងសប្តាហ៍អញ្ចឹងក៏រៀងមមាញឹកបន្តិចឥឡូវនេះកំពុងតែត្រួតពិនិត្យកិច្ចការងាររបស់និស្សិតដែលបានដាក់មកអញ្ចឹងក៏បង្ហើការងារនេះស្អែកថ្ងៃសៅរ៍អាទិត្យខ្ញុំសូមអនុញ្ញាតជម្រាបជូនបងប្អូនទាំងអស់ជ្រាបថាបើសិនជាបងប្អូនចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បងប្អូនអាចទំនាក់ទំនងមកខ្ញុំបានសួរព័ត៌មានផ្សេងៗបានសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 50% ឥឡូវនេះពុទ្ធិកសាកលក៏បានបើកវគ្គសិក្សាវេនច័ន្ទសុក្រគឺម៉ោង 5 ដល់ម៉ោង 8 យប់សិក្សាតាមប្រព័ន្ធអនឡាញមានជំនាញ2សម្រាប់វេនយប់គឺរដ្ឋបាលសាធារណៈនិងនីតិឯកជនអញ្ចឹងបើសិនជាបងប្អូនចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេនយប់អាចតាក់ទងមកខ្ញុំបានឬក៏អាចសួរព័ត៌មានផ្សេងតាក់ទងទៅការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ទាំង7ជំនាញដដែលសម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យបាទអញ្ចឹងព័ត៌មានបន្ថែមអាចឆានមកខ្ញុំបានអរគុណ